ជួយប្រាប់តគ្នាផងទាំងនេះជាដំណោះស្រាយករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 1. ស្មីខ្លួនត្រូវដាក់ពាក្យបណ្ដឹងបាត់និងពាក្យស្នើសុំ Toyota ស្នើសុំបោះពុម្ពឡើងវិញនៅប៉ុស្តិ៍នគរបាលទីលំនៅអចិន្ត្រៃយ៍ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងបើមានករណីមិនចាំលេខអត្តសញ្ញាណប័ណ្ណដែលបាត់សូមជាប់បន្ថែមនៅសេចក្តីចម្លងសមុទ្រកំណើតនិងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ 2. ទីតាំងដែលត្រូវយកពាក្យបណ្ដឹងបាត់និងពាក្យស្នើសុំ Toyota មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណឡើងវិញនៅទីតាំងណាមួយដូចខាងក្រោមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃទីលំនៅអចិន្ត្រៃយ៍អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍ស្នងការនគរបាលរាជធានីខេត្តនៃទីលំនៅអចិន្ត្រៃយ៍ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណផ្សារអេអន2សានសុខឬផ្សារអេអន3មានជ័យនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានទីតាំងនៅភូមិតាងើក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ 3. រយៈពេលទទួលបានគឺ21ថ្ងៃនៃថ្ងៃធ្វើការ